បើក្បាលសាយរឿងយើងដំបងបានគេនិយាយថានេះគឺជាពិភពលោកដែលធៀបសមនឹងហ្គេមនេះមិនបញ្ចូលជាមួយនឹងការពិតវិជាជីវៈថ្មីជាច្រើនមានការវិវត្តហើយមនុស្សអាចផ្លាស់ប្ដូរវិជាជីវៈរបស់ពួកគេដើម្បីទទួលបានសមត្ថភាពដ៏មានឥទ្ធិពលបន្ថែមទៀតមានប្រសារាប់មិនអស់នឹងគុកងឹតអាណាចក្រអាចកំបាំងជាច្រើនរួមទាំងមានទាំងបីសាច់កាយសាហាវខូខើនៅទាំងនោះផងដែរហើយអ្នកនរគ្នាគឺមើលកន្លែងទៅស្ទើរវិស័យកាយតែម្ដងចូលទៅរឿងយើងវិញផ្ទុយទៅវិញពួកគេក៏អាចទទួលបានជួយនឹងបទពិសោធន៍សំភារៈសូម្បីតែឧបករណ៍ដើម្បីពង្រឹងជាមួយសមត្ថភាពរបស់ខ្លួនឯងនៅក្នុងការបរបាញ់សត្វចម្លែកទោះយ៉ាងណាក៏ដោយមិនថាបីសាច់សាហាវប៉ុណ្ណានោះទេពួកគេស្លេកខ្លាំងបើសិនប្រៀបធៀបទៅនឹងអត្ថភាពដ៏គួរឲ្យភ័យខ្លាចគ្មានស្អីឆ្ងាយនោះទេជាមួយនឹងអាកបាំងកំរមានធម្មពួកដូចជាអាទិទេពអ្នកអរគ្នាគួរតែដឹងឲ្យទៅមើលខ្លួនឯងទៅវាគឺជានាគនឹងហើយចំណែករឿងរបស់យើងក៏បង្ហាញពីសាលាទី3នៃនគរនេះបង្ហាញពីក្នុងសាលាស្រាប់តែឃើញដៃអ្វីមួយវាយទៅក្តារខៀនក៏បីថាថ្ងៃទី25ទិសដៅនៃការភ្ញាក់ឡើងជួយសមត្ថភាពអ្នកអរគ្នាត្រូវតែយកចិត្តទុកដាក់លោកគ្រូម្នាក់នឹងគាត់ក៏បីថាអំពីវិធីរំលឹកពីការដើរជាមួយសមត្ថភាពនៅថ្ងៃនេះមិនត្រឹមតែប៉ះពាល់ដល់សមត្ថភាពរបស់អ្នកក្នុងការប្រឡងចូលសាកលវិទ្យាល័យប៉ុណ្ណោះនោះទេប៉ុន្តែវាក៏ទាក់ទងចំពោះភាពជោគជ័យនាពេលអនាគតរបស់ពួកអ្នកឯងផងដែរយល់អត់បងក្មេងៗប៉ុន្តែទោះបីតាមទ្រឹស្ដីលទ្ធផលនៃការដើរឡើងជាមួយសមត្ថភាពអ្នកអរគ្នាត្រូវតែកំណត់ដោយចៃដន្យលោកគ្នាត្រូវតែមានទំនុកចិត្តលើខ្លួនឯងទាំងអត់ហើយអ្នកអរគ្នាមិនបាច់ឆ្ងល់ទេអាចចេះសញ្ញាចុចលើក្បាលនោះគឺជាតួឯករបស់យើងហើយតោះចូលរឿងយើងវិញដរាបណាពួកអាលោកអស់ឯងនឹងតាំងចិត្តឲ្យមោះមួច្បាស់ថាពិតជាអាចដើរឡើងជាមួយនឹងសមត្ថភាពប្រយុទ្ធពិតប្រាកដហើយចំណែកប៉ែម្នាក់នេះវិញគឺជាតួឯករបស់យើងវាបាញ់ថាថ្ងៃដែលខ្ញុំបានរងចាំទីបំផុតវាបានមកដល់ហើយវាក៏បានចាប់ដើមរៀបរាប់ឈ្មោះរបស់វាខ្ញុំមានឈ្មោះថាលូហ្វាជាមនុស្សម្នាក់ដែលត្រូវបានផ្លាស់ប្ដូរមកកាន់ពិភពលោកនេះពេលកន្លែងមួយដែលហៅថាពិភពលោកខៀវកាលពី3ឆ្នាំមុនក្នុងអំឡុងពេល3ឆ្នាំនៅក្នុងពិភពលោកនេះខ្ញុំបានទទួលបានពីការយល់ដឹងជាច្រើនអំពីពិភពលោកនេះមានជាមួយនឹងសមត្ថភាពដ៏ច្រើននៅក្នុងពិភពលោកនេះដែលត្រូវបានគេចាត់ទុកថ្នាក់យ៉ាងហោចណាស់ប្រហែលជា3ប្រភេទកម្ពុជានិងមានជាមួយនឹងអ្នកជំនាញប្រយុទ្ធដែលរាប់បញ្ចូលទាំងអស់អ្នកចម្បាំងអ្នកមន្តអាគមអ្នកបាញ់ធនូជាដើមអីចឹងណាពួកគេប្រើប្រាស់សមត្ថភាពដ៏មានអានុភាពដើម្បីរកវត្ថុដែលមិនដែលស្គាល់ទទួលបានឧបករណ៍និងទទួលបានរង្វាន់ដ៏ច្រើនសមត្ថភាពនេះត្រូវបានលុបលុនបំផុតបន្តមកទៀតគឺជាមួយនឹងអ្នកជំនាញដូចជាអ្នកប្រើវេទមន្តឬក៏អាគមជាដើមនិងអ្នកលាយថ្នាំឬក៏ហៅថាអ្នកសាធាតុពួកគេជួយចិត្តបង្កើតយន្តធាតុពិសេសដែលមានប្រសិទ្ធភាពដ៏ឥទ្ធិពលទោះយ៉ាងណាក៏ដោយចាប់តាំងពីការទិញសម្ភារៈការឡើងការចំណាយសំខាន់ជាទូទៅដោយគ្មានការគាំទ្រពីគ្រួសារធំមួយវាមិនអាចទៅរួចទេនៅក្នុងការចិញ្ចឹមបីបានថែមនៅសមត្ថភាពសមរម្យណាមួយឡើយបើសិនណានិយាយខុសត្រង់ណាពិតជាសំទោសតែចូលរឿងយើងវិញទៀតចំណែកប្រភេទទី3គឺជាការចិញ្ចឹមជីវិតដូចជាមេដោះចុងភៅអ្នកព្យាបាលរោគអ្នកជីករ៉ែជាដើមសមត្ថភាពទាំងនេះគឺជាអនាគតសម្រាប់ប្រជាជនភាគច្រើនមនុស្សធម្មតាដែលធ្វើការលំបាកនិងខិតខំដើម្បីចិញ្ចឹមជីវិតចំណែកមីងរបស់ខ្ញុំគាត់មានឈ្មោះថាហានខេជាចុងភៅដែរគាត់ចិញ្ចឹមជារៀងរាល់ថ្ងៃនិងជួយចេញចំពោះការសិក្សារបស់ខ្ញុំជាមួយនឹងហាងលក់នំតូចរបស់គាត់អ្វីត្បិតតែគាត់មានអាយុច្រើនជាងខ្ញុំ8ឆ្នាំក៏ដោយប៉ុន្តែយ៉ាងណាក៏ដោយមើលទៅគាត់ពិតជាស្រស់ស្អាតប៉ុន្តែខ្ញុំពិតជាដឹងពីការធ្វើការងារលំបាករបស់គាត់ហើយខ្ញុំដើម្បីរស់នៅក្នុងពិភពលោកនេះនិងផ្ដល់ជីវិតកាន់តែល្អប្រសើរសម្រាប់អ្នកមីងរបស់ខ្ញុំត្រូវតែទទួលបានជាមនុស្សសមត្ថភាពប្រយុទ្ធឲ្យបានលូហ្វានកំពុងតែគិតសោកស្រាប់តែមានគេខំមកកាន់លោកគ្រូក៏បាញ់ថាអីទេខ្ញុំដឹងហើយស្រាប់តែបន្តិចមើលគាត់ក៏បានប្រាប់ទៅសិស្សគ្រប់គ្នាថាឥឡូវនេះគាត់បានទទួលអំពីព័ត៌មានអំពីការដើរឡើងជួយសមត្ថភាពអញ្ចឹងហើយអ្នកគ្នាឆាប់ទៅកន្លែងពិធីដើរឡើងជួយសមត្ថភាពឥឡូវនេះទៅពូសិស្សជាច្រើនគ្រាន់តែលើដូចជាមានការហូរសប្បាយជាខ្លាំងចំណែកលូហ្វានរបស់យើងបានត្រឹមតែគិតតែប៉ុណ្ណោះឥឡូវនេះសិស្សជាច្រើនគឺបានរត់ចេញពីថ្នាក់បាត់ទៅហើយលោកគ្រូគាត់ក៏បានសម្លឹងមើលទៅកាន់លូហ្វានរបស់យើងលោកគ្រូក៏បានមកសួរលូហ្វានមានរឿងអ្វីមែនអូនឯងគឺជាសិស្សបកាយថ្នាក់គ្រូអញ្ចឹងហើយមិនចាំបាច់បារម្ភពេកទេហ្នឹងនៅប៉ុន្តែអ្វីដែរលូហ្វានរបស់យើងភ្ញាក់ផ្អើលគឺស្រាប់តែក៏មានផ្ទាំង system អ្វីមួយក៏បានលុតឡើងវាក៏បានអបអរសាទរបាញ់ថាប្រព័ន្ធផែនទីកំណត់ដ៏អស្ចារ្យត្រូវបានដំណើរការទទួលបានជោគជ័យលូហ្វានរបស់យើងពិតជាឆ្ងល់តើវាជាអ្វីលោកគ្រូក៏បានស្រែកសួរលូហ្វានថាអ្នកលឺខ្ញុំនិយាយទេលូហ្វានរបស់យើងបានត្រឹមតែភ្ញាក់ដូចកត្រាក់តែប៉ុណ្ណោះប៉ុន្តែលូហ្វានក៏បានរត់ទៅក៏បានប្រាប់ថាលោកគ្រូសុំទោសផងឥឡូវយើងប្រញាប់ទៅដែរហើយលូហ្វានរបស់យើងរត់បណ្ដាថាតើអ្នកបោកប្រែដោយគ្មានប្រព័ន្ធដោយរបៀបណាវាជាអ្វី
ប៉ុន្តែប្រព័ន្ធនេះមានការប្រើប្រាស់អ្វីប៉ុន្តែយ៉ាងណាក៏ដោយទូហ្វារបស់យើងជឿគិតច្រើនណាស់ប្រឹងតែរត់ឲ្យទៅដល់កន្លែងការដាស់ឡើងជាមួយនឹងសមត្ថភាពទៅបានហើយមកដល់ទីកន្លែងមួយលើគេនិយាយថាតើនោះគឺជាគ្រីស្តាដែលធ្វើឲ្យដាស់ឡើងជាមួយសមត្ថភាពតើវាជាលើកទី1ខ្ញុំបានឃើញវ៉ាវឡើយមែនតើប៉ុន្តែក៏ត្រូវបានគេប្រាប់ថាពណ៌ដៃស្ងាត់ចំណែកលូហ្វារបស់យើងក៏មកដល់ទីនេះផងដែរក៏បានលើពណ៌ដៃចោះចែមវានិយាយថាតើវានឹងអស់ចាប៉ុណ្ណាទៅនៅប្រសិនមកខ្ញុំបានដាស់ឡើងជាមួយសមត្ថភាពប្រយុទ្ធដ៏អាកំបាំងតើខ្ញុំមិនដឹងថាខ្ញុំនឹងខ្លាចជាមនុស្សមានអំណាចនៅលើមនុស្សរាប់លានអ្នកប៉ុណ្ណាទេនិយាយទៅពណ៌ដៃនេះពួកវាពិតជាបានហើយហើយកុំនិយាយសម័យខ្លាំងពេកជាមួយនឹងសមត្ថភាពប្រយុទ្ធវាពិតជាកម្រខ្លាំងណាស់នៅក្នុងសាលាទាំងមូលរបស់ពួកយើងមើលទៅខ្ញុំត្រូវតែអធិដ្ឋានដល់ពពាកបរររបស់ខ្ញុំធ្វើមិនក៏ដោយធ្វើមិនឲ្យតែខ្ញុំប្រឡងជាប់ទៅបានហើយព្រះបូជាចាក៏បានប្រាប់ថាឥឡូវនេះពិធីចាប់ផ្ដើមគឺឥឡូវនេះមកចំណែកម្នាក់នេះគឺជាបូជាចាដែលធ្វើឲ្យជាមួយនឹងការដាល់ឡើងជាមួយនឹងសមត្ថភាពចំណែកពណ៌ចោចាំក៏បងថាអូគឺជាគាត់មែនទេប៉ុន្តែមើលទៅបូជាចានេះជាមួយនឹងអរ៉ាជំនាញប្រយុទ្ធរបស់គាត់មើលទៅពិតជាខុសគ្នាមែនទែនអរ៉ាដល់លេខក្លោបងនេះខ្ញុំសង្ឃឹមថាខ្ញុំពិតជាអាចដាល់ឡើងជាមួយនឹងរបស់ខ្លាំងតែម្ដងចុះស្រាប់តែប្រព័ន្ធ system ក៏បានប្រាប់ទៅ Luffy របស់យើងថាទទួលបានជាមួយជំនាញថ្មីដែលគឺជាកែវថ្មីវាតម្លៃ Luffy របស់យើងពិតជាឆ្ងល់ការវាតម្លៃចុះជាអ្វីប្រកបវិញហើយគាត់ក៏បានយកដៃរបស់គាត់ចុចទៅផ្ទាំងអេក្រង់នោះតែម្ដងទៅផ្ទាំងអេក្រង់នោះក៏បង្ហាញពីបូជាចានោះកម្រិតរបស់គាត់គឺ29ជំនាញគឺការភ្ញាក់ដាស់ឡើងជាមួយសមត្ថភាពចំណែកទ្រព្យសម្បត្តិគឺ5លានកនិកអាហ្នឹងគឺខ្ញុំអត់សូវយល់ទេ Luffy របស់យើងពិតជាឆ្ងល់ថានេះគឺជាព័ត៌មានរបស់បូជាចាម្នាក់នោះតាចុយស្អីគេតម្លៃ5លានកនិកមកទៅ Luffy របស់យើងពិតជាឆ្ងល់ជាខ្លាំងបូជាចាក៏បានលើគេនិយាយច្រឹមពីស្រីប្រាប់ថាពណ៌ដៃស្ងាត់អញវាយមកជើងម្ដាយឡើយបន្ទាប់ពីបានឃើញសិស្សវិរៀនស្ងាត់ជ្រាបដែរក៏បានវត្តថាឥឡូវចាប់ដល់50សិស្សឡើងធ្វើតេស្តតែម្ដងទៅចំណែក Luffy របស់យើងកំពុងតែគិតថាទោះបីជាមីងរបស់ខ្ញុំគាត់លក់នំពេញមួយជីវិតក៏ដោយក៏មីងរបស់ខ្ញុំមិនអាចរកបានប្រាក់ច្រើនដូចនេះផងដែរចំណែកពណ៌ដៃមួយវងនេះកំពុងតែឈើមកសុកស្រាប់តែក៏បានឃើញបែបម្នាក់ដែលវាឈ្មោះថាសៅតៅពួកវាបាញ់ថាសៅតៅគាត់មិនមែនជាសិស្សកំពូលនៅក្នុងថ្នាក់របស់យើងទេខ្ញុំឆ្ងល់ថាតើគាត់នឹងភ្ញាក់ឡើងជាមួយនឹងសមត្ថភាពប្រយុទ្ធដែរឬអត់ទេនេះពួកគេក៏បាននិយាយបន្តទៀតថាលក្ខណៈសម្បត្តិទាំងអស់របស់គាត់គឺខ្ពស់គួរឲ្យខ្លាចអ្នកគួរតែដឹងថាទោះបីជាការភ្ញាក់ឡើងភាគច្រើនដល់ចៃដន្យក៏ដោយគុណលក្ខណៈសម្បត្តិរបស់អ្នកខ្ពស់អ្នកដែលទំនើងជាឲ្យភ្ញាក់ឡើងជាមួយនឹងក្នុងនាមជាអ្នកជំនាញប្រយុទ្ធឲ្យមើលទៅអាប៉ែហ្នឹងចំណែកពួកស្រីនិងអ្នកផ្សេងទៀតពិតជានិយាយថាសាំងតៅអ៊ុយលយម៉េះខ្ញុំស្រឡាញ់បងសក់បងអ៊ុតសរោមតែម្ដងគឺហិនសាំពួកគេក៏បានចាប់ដើមធ្វើទៅចំពោះអាប៉ែសាំងតៅមុនគេក៏បានចាប់ដើមលេចឡើងជាមួយនឹងថាមពលភ្លើងតែម្ដងជាមួយថាមពលវាមួយទៅពិតជាអស្ចារ្យដែរតើពណ៌ដែងទាំងនោះវាក៏បាននិយាយថាវាគឺជាភ្លើងគាត់បានដាស់ឡើងជាមួយនឹងវីតាមីនភ្លើងមើលទៅសាំងតៅនេះពិតជាអាចារ្យមែនដែលបានខ្លាចទៅជាអ្នកជំនាញប្រយុទ្ធមើលទៅពួកគេពិតជាចំណែនហើយក៏បានទៅសារចំពោះអាប៉ែសាំងតៅនេះផងដែរអាប៉ែសាំងតៅក៏បានចេញថាមពលភ្លើងពីដៃរបស់វាក៏បានធ្វើឲ្យមនុស្សជាច្រើនក៏បានទៅសារវាកាន់តែខ្លាំងពួកគេក៏បាននិយាយថាបើសិនមកខ្ញុំបានដាស់ឡើងជាមួយនឹងជំនាញប្រយុទ្ធមិនដឹងថាខ្ញុំពិតជាល្អយ៉ាងណាទេនេះបូជាចាក៏បានថាចំម៉ែពណ៌នេះមកទៀតវិញឥឡូវនេះវីដេអូវិញអ្នកផ្សេងទៀតតែខ្ញុំសូមកាត់តែម្ដងទៅបរំដំបងគឺទទួលបានជួយនឹងជំនាញអូសថបុរាណចំណែកអាទី2គឺជានឹងជំនាញជាងដៃទី3គឺជីករ៉ៃ Luffy បាននិយាយថាមើលទៅជំនាញប្រយុទ្ធវាពិតជាកម្រខ្លាំងណាស់ភាគច្រើនពួកគេទទួលបានជួយនឹងជំនាញស្រតែគ្រប់គង់តែប៉ុណ្ណោះចំណែកអ្នកផ្សេងទៀតអ្នកខ្លះគេទទួលបានជួយនឹងជំនាញប្រយុទ្ធពួកគេពិតជាសប្បាយចិត្តចំណែកអ្នកខ្លះវិញទៀតពិតជាមានការពិបាកចិត្តជាខ្លាំងព្រោះថាគេទទួលបានជាមួយនឹងជំនាញគឺពិតជាពិបាកនិយាយមិនគឺជំនាញធម្មតាហ្នឹងហើយចំណែកប៉ែនេះក៏ឲ្យ Luffy របស់យើងក៏លេចមើលខាងនោះផងដែរមើលទៅនារីម្នាក់នោះពិតជាពិបាកចិត្តមែនតែព្រោះថានាងទទួលបានជាមួយនឹងសមត្ថភាពពិតជាខ្សោយមែនតែ Luffy របស់យើងបានត្រឹមតែឈើមើលពួកគេតែប៉ុណ្ណោះឥឡូវនេះដល់វេនរបស់ Luffy របស់យើងមកដល់ហើយក៏បានចូលទៅកាន់ដាស់ឡាយជាមួយសមត្ថភាពហើយអ្នកផ្សេងទៀតក៏បានសរសើរចំពោះ Luffy របស់យើងមើលទៅវាក៏សង្ហាដែរតើចាំមើលនឹងដាស់ឡាយជាមួយសមត្ថភាពអីចាំមើលអាប៉ែហ្នឹង Luffy របស់យើងក៏បានដាក់ដៃទៅលើគ្រីស្តានោះបន្ទាប់មកបូជាចាក៏បានចាប់ផ្ដើមធ្វើពិធីតែម្ដងទៅ Luffy របស់យើងពិតជាភ្ញាក់អាវនៅពេលដែលឃើញថ្មីអ្វីទេក៏បានលេចឡើងតែម្ដងមនុស្សនៅទីនោះក៏ភ្ញាក់ផ្អើលពីរឿងនេះផងដែរហាក់បីដូចជាមានសម្ពាធអ្វីទេកំពុងតែលេចឡើងតើនេះជាអ្វីអពិតប្រាកដស្រាប់តែមានពលឺអ្វីទេក៏បានធ្លាក់មកពីលើក្បាល Luffy របស់យើងពួកគេពិតជាភ្ញាក់ផ្អើលក៏បានលេចឡើងជួយនឹងកន្ទុយនេះតែម្ដងពួកគេបាញ់ថាតើនេះជានេះតើ Luffy បានដាស់ឡើងជួយនឹងការ
កហើយនេះគឺជាបាតុភូតដែលកើតឡើងនៅក្នុងការដែលឡើងជាមួយសមត្ថភាពមើលទៅពួកគេពិតជាភ្ញាក់ផ្អើលជាខ្លាំងពេលរឿងនេះអ្នកគ្រូម្នាក់នេះបាននិយាយទៅពលលោកគ្រូលីថាមើលទៅសិស្សរបស់អ្នកពិតជាបង្កើតជាមួយនឹងដ៏ភេទល្បីល្បាញមួយហើយលោកគ្រូលីក៏បាញ់ថាតើគាត់ពិតជាអាចដើរឡើងជាមួយនឹងជំនាញដ៏អាថ៌កំបាំងឬក៏ជំនាញអ្នកចម្បាំងឈាមនេះឬក៏ការប្រើប្រាស់ជាមួយនឹងវេទមន្តនេះទៅគាត់ក៏បានជាបន្តថាគាត់អាចខ្លាចទៅជាមហាអំណាចថ្មីនៅក្នុងនគរនេះអ្នកបង្កើតប្រវត្តិសាស្ត្រដល់ឆ្នាំហើយដែលមាននរណាម្នាក់បានដើរឡើងជាមួយនឹងអ្នកចម្បាំងឈាមនេះឥឡូវនេះមានម្នាក់ទៀតហើយបានដើរឡើងជាមួយនឹងជំនាញលំដាប់កម្ពុជាមិនដឹងថាអនាគតទៅនឹងល្អប៉ុណ្ណាទេស្រាប់តែអ្នកនងវាក៏បានចាប់ផ្ដើមស្រែក៏ហឹមទៅដាក់លូហ្វារបស់យើងតាមម្ដងមួយសន្ទុះក្រោយមកវាក៏បានរលាយបាត់ទៅបោះជាចាស់ក៏បានសួរពីលូហ្វារបស់យើងទទួលបានជាមានសមត្ថភាពអ្វីជាអ្នកចម្បាំងឈាមនេះឬក៏អ្នកប្រើវេទមន្តនេះទៅលូហ្វាបានត្រឹមតែតបទៅវិញថាខ្ញុំគឺជាអ្នកចិញ្ចឹមអ្នកឬក៏ឲ្យហៅថាជាអ្នកគ្រប់គ្រងនេះឬក៏ហៅអ្វីផ្សេងទៀតឬជាស្អីខ្លះខ្ញុំភ្លេចបាត់ហើយនេះចំណេញនឹងវាដូចជាការយើងចិញ្ចឹមសត្វឲ្យសត្វស្ដាប់បង្គាប់ឬក៏ឲ្យថាគ្រប់គ្រងសត្វក៏បានដែរតែចូលរឿងយ៉ាងវិញមើលទៅមនុស្សគ្រប់គ្នាពិតជាភ្ញាក់ផ្អើលអំពីរឿងនេះពួកគេក៏បីនិយាយថាជាមួយនឹងលទ្ធផលដែលចេញមកមិញមើលទៅវាពិតជាអាចារ្យតើវាអាចទៅរួចបើរបៀបណាតែនេះគឺជាសមត្ថភាពដ៏គ្មានតម្លៃរបស់សមត្ថភាពចិញ្ចឹមនេះបន្ទាប់ពីលូហ្វារបស់យើងបញ្ចប់ជានឹងពិធីដើរឡើងជួយសមត្ថភាពគេក៏បានមកដល់ទីក្រុងចានៃទីក្រុងជាងហៃប៉ុន្តែយ៉ាងណាក៏ដោយលូហ្វារបស់យើងនៅតែឆ្ងល់ពីជំនាញចាប់នារបស់ខ្លួនកម្រិត10ថាវាគឺជាអ្វីអពិតប្រាកដចំណែករឿងរបស់យើងបង្ហាញពីកន្លែងការធ្វើពិធីគេគឺកាត់បង្ហាញថយក្រោយពួកគេក៏បាននិយាយគួរឲ្យភ្ញាក់ផ្អើលតើលូហ្វាពិតជាត្រូវបានគេចាប់ទុកថាគឺជាអ្នកចាប់នាគតាមមនុស្សប្រភេទណាទៅពិតជាអាចទប់ទល់ជាមួយនឹងសត្វនាគដោយមានឥទ្ធិពលដ៏សាហាវបាននេះបានទៅទោះបីវាជាសមត្ថភាពលាក់កំបាំងក៏ដោយប៉ុន្តែវាពិតជាខ្សោយបំផុតនៅក្នុងការអនុវត្តជាក់ស្ដែងប៉ុន្តែពួកគេនៅតែឆ្ងល់ហេតុអ្វីបានជាជំនាញនេះខ្សោយជាងគេនៅក្នុងជំនាញចាប់នាគតើវាមិនមែនជាជំនាញលាក់មុខមួយក្នុងចំណោមជំនាញទាំង3សំខាន់រួមជាមួយនឹងអ្នកចម្បាំងឈាមនាគនិងអ្នកប្រើវេទមន្តនាគទេឬប៉ុន្តែយ៉ាងណាក៏ដោយបូជាចាគាត់បានតទៅវិញថាមនុស្សភាគច្រើនមិនអាចរើឃើញជាមួយនឹងនាគឡើយប៉ុន្តែគាត់នៅតែលើកទឹកចិត្តចំពោះលូហ្វារបស់យើងបានថាយ៉ាងណាមិញជាមួយនឹងសមត្ថភាពរបស់អ្នកលាក់កំបាំងវាច្បាស់ថាពិតជាមានសុក្តានុពលគ្មានដែនកំណត់ប្រហែលជាអ្នកអាចទប់ទល់ជាមួយនឹងប្រភេទសត្វរឹងនេះមួយចំនួនហើយប្រែខ្លាចទៅជាមនុស្សខ្លាំងផងដែរប៉ុន្តែយ៉ាងណាក៏ដោយបានត្រឹមតែគិតគិតថាតើវាពិតជាអាចទៅរួចយ៉ាងដូចម្តេចទៅបើគ្មាននាគទេតើសត្វនាគឯផ្កាយមានក្តារនុពលមានដែនកំណត់ដោយរបៀបណាប្រភេទសត្វនាគរឹងគ្មានអ្វីក្រៅពីសត្វសាហាវនោះទេពួកវាគ្មានអ្វីប្រៀបបាននឹងនាគពិតនោះទេប៉ុន្តែនៅក្នុងប្រវត្តិសាស្ត្រ800ឆ្នាំមុននៃនគរនាគពិតជាបង្ហាញខ្លួនមែនប៉ុន្តែសត្វនាគដែលបង្កាត់ពូជនាគពិតប្រាកដមិនដែលមាននោះទេមិនថាមនុស្សម្នាក់នោះមានថាមពលខ្លាំងប៉ុណ្ណានោះទេពួកគេដូចជាស្រមោចនៅចំពោះមុខនាគអញ្ចឹងលូហ្វានបានគិតចិត្តថាមិនហើយការចុះបង្ក្រាបសត្វនាគយក្សដ៏ធំដូចនេះមើលទៅវាគ្រាន់តែជាក្តីស្រមៃតែប៉ុណ្ណោះចំណែករឿងរបស់យើងក៏បានត្រឡប់មកខាងដើមវិញលូហ្វានបានគិតថាអូយមិនបាញ់និយាយរឿងនេះទេក្នុងនាងគឺជាអ្នកចាប់នាគដោយគ្មាននាគមិនត្រឹមតែខ្ញុំខ្វះសមត្ថភាពដើម្បីការរបស់ប៉ុណ្ណោះទេប៉ុន្តែខ្ញុំក៏មិនអាចដោះស្រាយជួយនឹងសោជំនាញរបស់ខ្ញុំបានផងដែរម្ដាយមីងរបស់ខ្ញុំបានខិតខំប្រឹងប្រែងជួយដល់ថវិកាសម្រាប់ខ្ញុំក្នុងការរៀនសូត្រប៉ុន្តែមើលទៅខ្ញុំឥឡូវនេះសូម្បីតែផ្ដល់ឲ្យគាត់នៅជាភាពល្អប្រសើរក៏មិនបានតែមើលទៅលូហ្វានរបស់យើងពិតជាពិបាកចិត្តមែនតើកំពុងតែគិតសោកឥឡូវនេះលូហ្វានរបស់យើងក៏បានមកដល់ខាងនំប៉័ងដែលត្រូវជាផ្ទះរបស់អ្នកមីងរបស់ខ្លួនបាត់ទៅហើយនៅពេលដែលលូហ្វានដើរចូលទៅក្នុងផ្ទះដោយទៅមុខក្រៀមក្រំអ្នកមីងហាន់ខេបាយថាឥឡូវនេះអ្នកត្រឡប់មកវិញហើយគាត់ក៏បានរៀបចំជាមួយនឹងអាហារឲ្យលូហ្វានរបស់យើងផងដែរខ្ញុំប្រាជ្ញជាមួយនឹងអ្នកមីងហាន់ខេទៅគាត់គឺជាចុងភៅអាហ្នឹងមួយរបរចិញ្ចឹមជីវិតតែចូលរឿងវិញអ្នកមីងហាន់ខេក៏បានអោបទៅកាន់លូហ្វានរបស់យើងក៏បាយថាឥឡូវនេះអ្នកបានត្រឡប់មកវិញហើយពួកគេក៏បានគួរនិយាយគ្នាគាត់ក៏បានសួរថាថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យបំផុតក្នុងជីវិតរបស់អ្នកតើអ្នកបានដើរឡើងជួយនឹងសមត្ថភាពអ្វីចំណែកលូហ្វារបស់យើងបានត្រឹមតែទម្លាក់ទឹកមុខតែប៉ុណ្ណោះចំណែកអ្នកមីងខេហាក់បីដូចជាដឹងគាត់បាននិយាយថាវាមិនអីទេប្រសិនបើអ្នកមិនបានដើរឡើងជួយនឹងជំនាញប្រយុទ្ធវានឹងមិនធ្វើឲ្យខ្ញុំបារម្ភប្រសិនបើអ្នកចេញប្រយុទ្ធវាជារៀងរាល់ថ្ងៃប៉ុន្តែលូហ្វាបានតតវិញថាទេខ្ញុំពិតជាខ្លាចជានាគប៉ុន្តែជំនាញខ្ញុំគឺចាប់នាគប៉ុន្តែឥឡូវនេះវាអត់មាននាគផងនឹងធ្វើម៉េចទេនេះព្រោះថាជំនាញរបស់ខ្ញុំបើគ្មាននាគគឺវាគ្មានប្រយោជន៍ទេបើវាចាប់នាគនឹងប៉ុន្តែអ្នកមីងហាន់ខេក៏បានអោបកទៅកាន់លូហ្វារបស់យើងក៏បីថាវាមិនសំខាន់ទេប្រសិនបើអ្នកទទួលបានជំនាញចាប់នាគដោយគ្មាននាគក៏ដោយវាបង្ហាញថាអ្នកពិតជារឹងមាំប្រសិនបើអ្នកបានចូលរៀននៅក្នុងមហាវិទ្យាល័យនៅពេលអនាគតមិននឹងបន្តជួយអ្នករហូតណាក្មេងតូចកំភៃមើលបើអ្នកមិនចង់ទេអ្នកអាចចូលរួមជាមួយខ្ញុំក្នុងការធ្វើដំណើរគឺធ្វើអ្នកលក់នំប៉័ងហ្នឹង
mới từ lúc phản ba dừng bớt chiều soi tôm mình tránh tị nằm miếng hán khè có bói thả hơi còn một rong cho pi mới liếng cư của thằng nhà mà hai sân tân chỉ tới po kê bớt chia vậy liên soi cho mình tiền mình to pi nhà mà hai rồi lúc phản ba dừng có bói mới lại bớt túc kê ba khuôn ta bắt họ tại đây đây trong này lúc phản cầm pung tại kết thà nằm mình đã báo khuôn mấy dù mà phơiประมวยชนะให้ตัวใบเจียกอดเฟื่อกายจมพูจินจำจีวัดเจียชนะชนะก็ได้ก็เวียมไหนพลาดโดยจมพูจีวัดทองปราดบ้าปูเกยพงไหนรู้ถ่าลูฟานบ้ายังเปิดเจียจองรูปเพลิงมวยคือสุรุสรุยจมวยกวาดปันแต่แล้วนี่จีมวยสปาร์เพียจับเนียบ้ากวาดคือจอบใต้มาดเมื่อตื่นลูฟานบ้ายังเปิดเจียอสังคมเชี่ยคลังกวาดเปิดเจียถ่ากวยอสมนายจิมนึงจมเนียจับเนี้ยงอบ่อยเจียthành giấyแต่นี่ก็เจียจมเนียเละกำบังเอาไว้เขาชมกู้แต่แต่เรื่องเนี้ยด้วยนะเอ๋น้าอ่ำดังเนี้ยนะพงจำไหนลูฟานบ้ายังกลมปงแต่เจ้าร้อมเชี่ยคลังจมปูพันตีคำนอบจำไหนลูกฝ่ายนะบ้ายังจะรำเชื่อคลางจะปวดพันตีกำนาวกำรัดเปรี้ยทางดาบอนักสิเก็บไว้ชมบานจ้ำตาเวทเตอร์บานเกยให้แทงประปอนพันตีกำนอบดอกชาชมกรอนแต่สารบงมุกงีเวทำไรบ้าวีปนโนให้มันตอนบานสไฟโยมปีมุกงีพันตีกำนอบสโนว์บ้าวีเต้ยี่เตอร์คือยังมาใส่อยู่ได้ให้อะไรนี่กำนอบนี่คือเตอร์เกยบานใจจีบนทนะวีเมโลเจียกำรัดเตี้ยกำรัดมาชมกำรัดกระปุกในกำรัดเปรี้ยแต่ประปอนนี้ชมไอบรรจุพันตีกำนาวกำรัดเตี้ยตัดสัญญาณจำนวนใบโจยขนมกำนาวตรสมบัติกำรัดกระปุกขนมพันตีซิสเต็มก่อบางปราเตอร์ลูกฝั่งระบายยังทางจีแล้วนอสไข่แนงตัวบางพันตีกำนาวดอยใช้ดอนต่อรับนาเนี่ยเตอร์ดอที่หนูไอเรื่องเคยช่วยกำนาวตรสมบัติได้เตี้ยเติร์ช่วยในสมาร์ทเพจบ้านเนี่ยลูกฝั่งกำปองแต่กระถางกำนาวตรสมบัติเตี้ยเติร์ในสมาร์ทเพจได้เติร์นี้เวทเตอร์บางเกลือตัวสกอยังจะมาทางเวทตัวลบลีคือเชื่อจำเนียจับนี้คือเชื่อจำเนียเอกไซบุพพโดยซาตายการการปูเนี่ยวิคือมีประสิทธิภาพนุตีป้อนตายอย่างน้าก็เลยต่อรับนาชาวหมายปราป้อนเนี่ยบ้านเราเมื่อเอาการสำรับชมโครงการชอบกำเลิงระเวียงจำนักซอยในจำนักคลังบ้องผ่อนในโครงเปียกเส้นเจียดกำหนดท้าสู้ในคือหนึ่งโครงพันตีอาเจียกได้ส่งคำจังกระบอกชมโครงการเรื่องปลายเอาคลังบ้องผ่อนลูฟานบานเจ้าตะการปุตต้องนงบานก็ถ่ายชมันบ่อการกระบอกชมเตะชมันจังอ้อยปีนักเกมเมื่องี้ในโครงจีวรบอกชมตีมันเอาเนี่ยมิ้งเขาเชื่อจำปุกชมไหลโดยฉะนั้นก็ตระแต่เตยที่หนูไปช่วยเตยสลับแต่เกก็บานบังจะอังปีพันตีแต่ตระเอาลูฟานว่ายังเตยที่หนูลูฟานว่ายังเปิดเจียบเพียบเอาท้าวิชไงปีตีกรงจังไฮเตติประสิทธิ์บางชมอาจจับยกลานกรงจีกรงจงกลายหนึ่งไปยกชมอาจจะบ้าชาเปิดเจียแต่ดอนในที่นู้คือประปลังแต่มาแล้วชมในเรื่องแต่บ้ายังมาให้ปีนักมีท่านแขกก็บานเนื้อจังเลยเขาก็บานเคยสมบัติเอาไว้มวยก็เปิดจีชงอชื่อขลังก็บานเยอะสมบัติดูมักอ่านแต่ทำในจีใส่ได้นั่งยำดังไหนก็เปิดเตอรู้ฟังบ้ายังพระนักมีบ้าครูนถ่ายแล้วนี่ชมตั้งแต่อ้างสีด้วยชิ้นหอยเนี้ยก็มารำปิกชมใหม่นี่ก็จะการแต่มุกกดบ้าชมหนึ่งขนมกาพระโดยจุวิสาบ้าชมหนึ่งขนมจำเนียนจับนี่จะให้ก็มารำนะมีนะให้ก็ต้องปราทางยังเปิดเจตหลอกตะวันชับนี่มันต่อมาก็บานชอบไปล้านกรองบ้าเตยให้รู้ฝ่ายนะบ้ายังก็บานได้เชนปีล้านกรองรวมที่เมื่อมีมันดึงในปีเกยก็พ้องไหนก็บานเกิดคงเจ็ดแต่เชื่อมแต่ประกอบถ่ายทัวร์จะเป็นบอกจงกันแต่เราเพราะสายทางนี่ก็เจี๋ยจีกรองอังซีเมนตีก็พอเชื่อโซ่ศกสลับแต่มีปีนักเตะเกก็บานมุกปาสมาแต่มาดงบานทัวร์ตัวไอ้บ้ายังเปิดเจี๋ยเพียบไอเปิดกันเลยเมื่อเติมไม้ปวดไอ้นี่จะตามมีทมแต่มาดงไงสลับมีเป็นนักเกมเนี่ยก็บานปาสมาจะปูรู้ฝ่ายนะบ้ายังให้จำหน่ายเปะทำไมมวยนั่งเวียก็ใบทางแค่พระองค์จงเตยจมูกปวดป้อนตายลูฟังก็บางก็เวียได้ก็จังบางพระถาอย่างว่าเตยจมูกเตะคนได้หายลูฟังก็บางก็คงเจ็ดถาปูเกตตั้งนี่เมื่อเตยด้วยเชี่ยปูชอบพลอนคงกุ๊กอันจังสลับตายกันยามันหนูใบถ่ายแกมรองเตะได้เมื่อเตยอันนี้ปัจเจสังหารเหมือนเต้นไว้ป้อนตายอย่างนักได้หาแปะทำไมมวยเวียใบถ่ายเฮ้ขมายต่อยเวียปัจเจมีนกุศลในโครงการในโครงเปรมในไปยมจังเฮ้ป้อนตายอย่างนักได้ลูฟังนะบ้ายังบานตระมิงกับบรอนจะปูครูนแต่ปนปรถาปวดได้เมื่อเตยดูเชี่ยเจ้าเหมือนเต้นแต่ร้องให้ปูเวียบายจีเฟอร์กุมเรียมตะกันลูกฝ่ายนะบ้ายังมันแต่คลากันได้คลากันกับวัดแต่เราแปะทำไมมวยเวียก็บานใจแทนเจ้าอย่างนาวิ้งตายเนี่ยสำหรับเช็ดไม่ได้จังใจมวยปูยังเดือดจำในลูกฝ่ายนะบ้ายังบ้านตรำแต่เกิดจะตายปนปรถาเกี่ยวกับให้คลายปูมันดูมีกรมนี่พ้องไหนเนี่ยเราแค่นี้บ่อยชอแต่มันยังมาจังเรื่องกัมพูอย่างกัมพูเนี่ยประมาณซาจำไรแค่ปะเตยยำจองซาสมัยใบเชียมมังกันติเนี่ยก็สำไรเลยมางั้นออฟซอฟไปเคยคือสำไรก็จ้องซาเรียสำไรบ้ายังไม่ได้ทาวีทายังไอสำไรบ้านออฟปันไตมาเตยทางบ้านที่เทียแล้วนี่ก็แต่สำไรพอมวยตกเช้าก็เมียนยี่เชนนี่ไปบ้านนกนี่จุยเอาแรดประตูพองแต่แรดบ้านแต่ปรามเลือดดอบ้านnày cũng như lưuไปลอบ